សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងបង្ហាញអំពីមេរៀនទី1 limit នៃអានុគមបន្តចូលដល់ចំណុច limit ដែលមានរាងមិនកំណត់អណ្ដាន់លើអណ្ដាន់អញ្ចឹងឧបមាថាគេមាន limit L1 ដែល x ខិតជិត a នៃ f(x) នៅលើ sin x ដែល limit x ខិតជិត a នៃ f(x) ស្មើនឹងអណ្ដាន់ហើយនិង limit x ខិតជិត a នៃ sin x គឺស្មើនឹងអណ្ដាន់ដែរអញ្ចឹងនៅពេលដែលខ្ញុំយកមកជំនួសទៅក្នុងL យើងបាន limit x ខិតជិត a នៃ f(x) នៅលើ sin x គឺស្មើជាមួយនឹងអណ្ដាន់លើអណ្ដាន់អញ្ចឹងនៅពេលដែលឃើញតម្លៃអណ្ដាន់លើអណ្ដាន់បែបនេះគឺជា limit រាងមិនកំណត់អញ្ចឹងវិធីនៅក្នុងការដោះស្រាយ limit រាងមិនកំណត់អណ្ដាន់លើអណ្ដាន់អញ្ចឹងដើម្បីគណនា limit ដែលមានរាងមិនកំណត់អណ្ដាន់លើអណ្ដាន់យើងត្រូវដាក់តួដែលមាន degree ធំជាងគេទាំងភាគយកនិងភាគបែងបន្ទាប់មកសម្រួលកត្តាដែលដូចគ្នាចោលរួចគណនា limit នៃកន្សោមថ្មីអញ្ចឹងយើងនឹងបាន limit ដែលមានរាងមិនកំណត់អណ្ដាន់លើអណ្ដាន់คล้ายជា limit កំណត់ធម្មតាហើយយើងអាចគណនាតម្លៃវាបាននេះគឺជាវិធីនៅក្នុងការដោះស្រាយ limit រាងអណ្ដាន់លើអណ្ដាន់អញ្ចឹងបងប្អូនត្រូវចាំថាមុននឹងយើងគណនា limit គឺយើងជំនួសតម្លៃដែល x ខិតជិតនេះចូលសិនតើវាចូលរាងមួយណាអញ្ចឹងបើចូលរាងអណ្ដាន់លើអណ្ដាន់គឺយើងត្រូវតែធ្វើតាមវិធានបែបនេះអញ្ចឹងដើម្បីឲ្យច្បាស់គឺយើងអនុវត្តធ្វើលំហាត់ទាំងអស់គ្នានេះគឺជាលំហាត់ limit ទាំង4ដែលអ្នកគ្រូនឹងបង្ហាញនៅក្នុងវីដេអូនេះយើងទៅមើលដំណោះស្រាយចំពោះ limit a x ខិតជិតបូកដកអណ្ដាន់នៃ x ការ៉េបូកជាមួយនឹង5បូកជាមួយនឹង x សំទោសដកឲ្យ4នៅលើ x ការ៉េដកឲ្យ 7x បូកជាមួយនឹង5គឺជា limit រាងមិនកំណត់អណ្ដាន់លើអណ្ដាន់នៅពេលដែលយើងជំនួសតម្លៃ x ខិតជិតបូកដកអណ្ដាន់ចូលអញ្ចឹងបើចូលរាងមិនកំណត់អណ្ដាន់លើអណ្ដាន់ហើយបងប្អូនត្រូវចាប់តួដែលមាន degree ធំជាងគេជាកត្តាយើងមើលភាគយកតួដែលមាន degree ធំជាងគេគឺ x ការ៉េអញ្ចឹងអ្នកគ្រូចាប់ x ការ៉េជាកត្តាគឺនៅសល់1បូកឲ្យ1នៅលើ x ដកឲ្យ4នៅលើ x ការ៉េចំណែកភាគបែងក៏មាន x ការ៉េដែលជាតួធំជាងគេអញ្ចឹងយើងចាប់ x ការ៉េជាកត្តាដូចគ្នាគឺនៅសល់1ដកឲ្យ7លើ x បូកជាមួយនឹង5នៅលើ x ការ៉េបន្ទាប់មកយើងសម្រួលកត្តាដូចគ្នាចោលអញ្ចឹងកត្តាដែលដូចគ្នាគឺ x ការ៉េហើយនឹង x ការ៉េទាំងភាគយកនិងភាគបែងសម្រួលចោលបានអញ្ចឹងយើងសម្រួលចោលមកគឺនៅសល់ limit x ខិតជិតបូកដកអណ្ដាន់នៃ1បូក1នៅលើ x ដកឲ្យ1នៅលើ x ការ៉េនៅលើ1ដកឲ្យ7នៅលើ x បូកជាមួយនឹង5នៅលើ x ការ៉េចឹងយើងជំនួសបូកដកអណ្ដាន់ចូលយើងបាន1បូកឲ្យ1នៅលើបូកដកអណ្ដាន់ស្មើ0ដក4នៅលើបូកដកអណ្ដាន់ក៏ស្មើ0 1ដកឲ្យ7នៅលើបូកដកអណ្ដាន់ក៏0បូកនឹង5នៅលើបូកដកអណ្ដាន់0អញ្ចឹងគ្នាយើងត្រូវដឹងថានៅពេលដែលយើងជំនួសតម្លៃលេខនៅលើបូកដកអណ្ដាន់អញ្ចឹងភាគបែងមានតម្លៃធំដែលធ្វើឲ្យពេលដែលខិតជិតបូកអណ្ដាន់នោះធ្វើឲ្យតម្លៃវាខិតទៅរក0អញ្ចឹងមានន័យថានៅពេលដែលយើងជំនួសបូកដកអណ្ដាន់ចូលគឺយើងបានតម្លៃ limit 1បូកនឹង0ដកឲ្យ0នៅលើ1ដកឲ្យ0បូកឲ្យ0អញ្ចឹង limit នេះតម្លៃរបស់វាគឺស្មើនឹង1អញ្ចឹង limit A គឺដំណោះស្រាយចម្លើយគឺឃើញ1បន្តចូលដល់ limit B អញ្ចឹង limit B x ខិតជិតបូកអណ្ដាន់នៃ 2x គីបដកឲ្យ 3x បូកឲ្យ6នៅលើ x ការ៉េបូកឲ្យ 8x ដក3អញ្ចឹង limit របស់យើងនេះនៅពេលដែលយើងជំនួសតម្លៃបូកអណ្ដាន់ចូលគឺធ្វើឲ្យឃើញអណ្ដាន់លើអណ្ដាន់អញ្ចឹងបើឃើញអណ្ដាន់លើអណ្ដាន់នេះគឺជារាងមិនកំណត់ហើយយើងអនុវត្តធ្វើទាំងអស់គ្នាជំហានទី1គឺយើងត្រូវរកតួណាដែលមាន degree ធំជាងគេដើម្បីចាប់ជាកត្តាអញ្ចឹងអ្នកគ្រូចាប់ x គីបជាកត្តានៅសល់2ដកឲ្យ3នៅលើ x ការ៉េបូកឲ្យ6នៅលើ x គីប x ការ៉េចាប់ជាកត្តានៅសល់1បូកឲ្យ8លើ x ដកឲ្យ3លើ x ការ៉េយើងឃើញថា x គីបនិង x ការ៉េយើងសម្រួលនឹង x ការ៉េអញ្ចឹង x គីបសម្រួល x ការ៉េគឺនៅសល់ x ការ៉េសម្រួលមួយ x ការ៉េអស់ហើយអញ្ចឹងយើងបាន limit នៃកន្សោមថ្មីគឺ x ខិតជិតបូកអណ្ដាន់នៃ x កតា2ដកឲ្យ3នៅលើ x ការ៉េបូកឲ្យ6លើ x គីបនៅលើ1បូកឲ្យ8លើ x ដកឲ្យ3លើ x ការ៉េអញ្ចឹង limit របស់យើងនេះនៅពេលដែលខ្ញុំជំនួសបូកអណ្ដាន់ចូលគឺយើងបានបូកអណ្ដាន់កតា2ដកឲ្យ0បូកឲ្យ6នៅលើ
បូកអាណនគឺស្មើ0 1បូកឲ្យ0ដកឲ្យ0អញ្ចឹង limit របស់យើងនេះចម្លើយគឺឃើញបូកអាណន limit B គឺតម្លៃ limit ដែលយើងគណនាឃើញគឺស្មើបូកអាណនអញ្ចឹងយើងបន្តទៅលំហាត់ C ដល់ទៀតអញ្ចឹងយើងទៅមើលលំហាត់ limit C អញ្ចឹងលំហាត់ limit C x ខិតជិតដកអាណននៃ 5x គីបបូកឲ្យ 7x ដកឲ្យ 10 នៅលើ 2x ស្វ័យគុណ4ដកឲ្យ 3 ការ៉េដក 1 អញ្ចឹង limit យើងចំនួនដកអាណនចូលភាគយកក៏ចេញអាណនភាគបែងក៏ចេញអាណនអញ្ចឹងវាជា limit រៀងមិនកំណត់អាណនលើអាណនបន្ទាប់មកគឺយើងត្រូវរកតួដែលមានដឺក្រេធំជាងគេជាកត្តាគឺអ្នកគ្រូចាប់ x គីបជាកត្តានៅពេលដែលចាប់ x គីបជាកត្តាមុខ x គីបគឺមានតម្លៃ5អញ្ចឹងវានៅសល់5បូកឲ្យ 7x ចឹងឆ្ងល់ហេតុអីបានជាទាញបានពេលចាប់ x គីបស្រាប់តែនៅសល់7លើ x ការ៉េចឹងកន្លែងហ្នឹងគឺដោយសារតែនៅពេលដែលយើងចាប់ x គីបឥឡូវអ្នកគ្រូគុណ x គីបបញ្ចូលជាមួយនឹង7យើងបាន 7x គីបចឹង 7x គីបនៅពេលដែលយើងសម្រួលជាមួយនឹង x ការ៉េសម្រួលទៅគឺនៅសល់ x អញ្ចឹងយើងបាន 7x អញ្ចឹងយើងឃើញថាតម្លៃវាដូចដើមអត់នៅពេលដែលយើងគុណពលាត x គីបចូលអូខេដូចដើមចឹងបានន័យថានៅពេលដែលយើងចាប់ x គីបជាកត្តាត្រូវចែក x គីបវិញចាត្រូវចែក x គីបវិញអញ្ចឹងតែនៅពេលដែលយើងចែក x គីបសួរថាខាងលើរបស់យើងគឺមានតម្លៃ x ហ៎អញ្ចឹងយើងកុំភ្លេចសម្រួលវាផងគឺខ្ញុំបាន 7x នៅលើ x គីបតែខ្ញុំសម្រួល x ជាមួយនឹង x គីបទៅទើបបាននៅសល់7នៅលើ x ការ៉េចឹងដូចគ្នាដែរដក10អត់មាន x ទេមានតែដក10លេខមានតែតម្លៃលេខអញ្ចឹងនៅពេលខ្ញុំចាប់ x គីបត្រូវចែកមួយ x គីបអញ្ចឹងវាអត់មាន x សម្រួលទេអញ្ចឹងយើងបានដក10លើ x គីបតែម្ដងតែចំណែក5នេះគឺមុខ x គីបស្មើ5អញ្ចឹងនៅពេលយើងចាប់ x គីបមកគឺនៅសល់តែលេខ5ទេបើយើងគុណ x គីបចូលទៅគឺបាន 5x គីបដូចដើមហើយអញ្ចឹងភាគបែកក៏ដូចគ្នាដោយសារភាគបែកមាន x ស្អែកគុណ4ដូចក្រេធំជាងគេអញ្ចឹងខ្ញុំចាប់ x ស្អែកគុណ4ជាកត្តាអញ្ចឹងយើងបាននៅសល់2ដកឲ្យ3លើ x ការ៉េដកឲ្យ1នៅលើ x ស្អែកគុណ4នៅពេលដែលយើងចាប់ជាកត្តាហើយយើងឃើញកត្តាដែលដូចគ្នាគឺ x គីបហើយនឹង x ស្អែកគុណ4គឺយើងសម្រួល x ស្អែកគុណ4និង x គីបនឹងចោលអញ្ចឹងដោយភាគយក x គីបភាគបែង x ស្អែកគុណ4អញ្ចឹងយើងត្រូវសម្រួលជាមួយនឹង x ស្អែកគុណ3នៅពេលដែលខ្ញុំយកភាគបែងហើយនឹងភាគយកសម្រួល x ស្អែកគុណ3អញ្ចឹងភាគយក x ស្អែកគុណ3នេះគឺអស់ហើយចំណែក x ស្អែកគុណ4នៅពេលយើងសម្រួលមួយ x ស្អែកគុណ3គឺនៅសល់ x អញ្ចឹងនៅភាគបែងនេះគឺនៅសល់ x បន្ទាប់មកគឺយើងចំនួនដកអណន្តចូលនៅពេលខ្ញុំចំនួនដកអណន្តគឺយើងបាន5បូកឲ្យ7លើ x ការ៉េដកឲ្យ10នៅលើ x គីបនៅលើ x កត្តា2ដកឲ្យ3លើ x ការ៉េដកឲ្យ1នៅលើ x ស្អែកគុណ4អញ្ចឹងអា x នេះគឺយើងជួយដកអណន្តណាអញ្ចឹងយើងបាន5បូកឲ្យ0ដកឲ្យ0នៅលើដកអណន្តកត្តា2ដកឲ្យ0ដកឲ្យ0អញ្ចឹងនៅសល់ភាគយកនៅសល់5ភាគបែកនៅសល់ដកអណន្តអញ្ចឹងយើងឃើញថាលេខនៅលើដកអណន្តស្មើប៉ុន្មានគឺស្មើ0ព្រោះអី limit របស់យើង x ខិតទៅរកដកអណន្តអញ្ចឹងហើយ limit c គឺស្មើនឹង0ជាងបន្តលំហាត់ D លំហាត់ D limit x ខិតជិតបូកដកអណន្តនៃ 2x បូកឲ្យ1លើកជាគីបកត្តា 6x ដកឲ្យ7លើកជាការ៉េនៅលើ 3x ដក1កត្តា 2x ការ៉េបូកឲ្យ 5x ដកឲ្យ9អញ្ចឹង limit នេះគឺរៀងមិនកំណត់ហើយបន្ទាប់ពីយើងចំនួនបូកដកអណន្តចូលអញ្ចឹង limit x ខិតជិតបូកដកអណន្តនេះគឺយើងមិនចាំបាច់ពន្លាតភាគយកនិងភាគបែងដែលមានលើកជាគីបឬក៏លើកជាការ៉េតាមរូបមន្ត a បូក b លើកជាការ៉េឬក៏ a បូក b លើកជាគីបទេនាំតែវាយូរអញ្ចឹងយើងចាប់វាតែម្ដងគឺចាប់នៅក្នុងវងក្រចកយើងឃើញថា 2x បូកជាមួយនឹង1លើកជាគីបយើងចាប់ x ជាកត្តាព្រោះ x ហ្នឹងដឺក្រេធំជាងគេចំណែក x គីបនេះយើងទុកវានៅខាងក្រៅដែលយើងដាក់គ្នាបែបនេះអញ្ចឹងបើខ្ញុំចាប់ x ជាកត្តានៅក្នុងគ្នាគឺវានៅសល់2បូកឲ្យ1នៅលើ x អញ្ចឹងដូចគ្នាដែរ 6x ដកឲ្យ7គឺយើងចាប់ x ជាកត្តានៅសល់6ដកឲ្យ7លើ x អញ្ចឹងយើងដាក់គ្នាហើយលើកវាក្តោបលើកជាការ៉េភាគបែង 3x ដក1គឺខ្ញុំចាប់ x ជាកត្តានៅសល់3ដកឲ្យ1លើ x ចំណែក 2x ការ៉េគឺខ្ញុំចាប់ x ការ៉េជាកត្តានៅសល់2 5x ចាប់
x ការ៉េគឺនៅសល់5លើ x x ការ៉េនៅពេលយើងចាប់ជាកត្តាគឺនៅសល់ដក9លើ x ការ៉េបន្ទាប់មកយើងឃើញថា x នេះលើកជាស្វ័យគុណ3អញ្ចឹង x ស្វ័យគុណ3 x នេះលើកជាស្វ័យគុណ2អញ្ចឹងយើងបាន x ស្វ័យគុណ2 x ស្វ័យគុណ2គុណនឹង x ស្វ័យគុណ2ស្វ័យគុណ3គុណនឹង x ស្វ័យគុណ2គឺស្មើនឹង x ស្វ័យគុណ5ចំណែកភាគបែងយើងឃើញថានេះ x ស្វ័យគុណ1គុណនឹង x ស្វ័យគុណ2គឺបាន x ស្វ័យគុណ3អញ្ចឹងភាគយកឃើញ x ស្វ័យគុណ5នៅលើ x ស្វ័យគុណ3នៅពេលយើងសម្រួលវានឹង x ស្វ័យគុណ3អញ្ចឹងភាគយករបស់យើង x ស្វ័យគុណ5សម្រួលទៅគឺនៅសល់ x ស្វ័យគុណ2កត្តាឲ្យ2បូកឲ្យ1លើ x កត្តា6ដកឲ្យ7លើ x ចំណែកភាគបែងគឺអស់ x ស្វ័យគុណ3ហើយទៅពេលយើងសម្រួលបន្ទាប់មកគឺយើងចំនួនបូកដកអំណនទៅក្នុងតម្លៃ x យើងបានបូកដកអំណនលើកជាការ៉េកត្តាឲ្យ2បូកឲ្យ0កត្តា6ដកឲ្យ0នៅលើ3ដកឲ្យ0កត្តា2បូកឲ្យ0ដកឲ្យ0អញ្ចឹងបូកដកអំណនលើកជាការ៉េយើងដឹងហើយថាមួយចំនួនលើកជាការ៉េគឺត្រូវតែវិជ្ជមានអញ្ចឹងបូកដកអំណនក៏ដូចគ្នានៅពេលយើងក្តោបលើកជាការ៉េគឺដឹងតែស្មើនឹងបូកអំណនហើយអញ្ចឹងយើងបានបូកអំណននៅលើបូកអំណនគុណនឹង2គុណនឹង6អញ្ចឹងយើងបាន12បូកអំណនមែនទេតែ12គុណនឹងបូកអំណនគឺស្មើនឹងបូកអំណនចំណែកភាគបែង3គុណនឹង2 6អញ្ចឹងបូកអំណនចែកនឹង6គុណនៅតែបូកអំណនព្រោះអីតម្លៃបូកអំណនគឺជាតម្លៃដែលយើងមិនអាចកំណត់បានគឺជាតម្លៃដែលយើងមិនអាចគណនាបានអូខេអញ្ចឹងលំហាត់ D នេះគឺlimit របស់យើងគឺស្មើនឹងបូកអំណនអូខេអញ្ចឹងបើបងប្អូនមានចម្ងល់អាចសួរបានអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូអ្នកគ្រូពីដើមដល់ចប់អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយជួយ Subscribe Channel YouTube របស់អ្នកគ្រូផងហើយបើសិនជាមានចម្ងល់អាច comment នៅក្រោមវីដេអូបានសូមអរគុណ